ភូតហេតុ5នាក់រួមទាំងក្មេងស្រីម្នាក់រស់រៀនមានជីវិតក្រោយអណ្ដែតលើសមុទ្រអស់3យប់3ថ្ងៃក្នុងករណីដ៏គួរឲ្យរន្ធត់តែពោពេញដោយក្តីសង្ឃឹមជនរងគ្រោះចំនួន5នាក់ក្នុងនោះមានក្មេងស្រីអាយុ7ឆ្នាំម្នាក់បានរួចផុតពីសេចក្តីស្លាប់យ៉ាងអស្ចារ្យបន្ទាប់ពីអណ្ដែតលើសមុទ្រអស់រយៈពេល3យប់ថ្ងៃក្រោយជួបគ្រោះថ្នាក់លិចទូកដឹកអ្នកដំណើរនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីពួកគេត្រូវបានអ្នកនេសាទក្នុងតំបន់ប្រទះឃើញនិងជួយសង្គ្រោះកាលពីរសៀលថ្ងៃទី18ខែកក្កដាមុនពេលរាយការណ៍បន្ទាន់ទៅកាន់កម្លាំងជំនាញដោយជនរងគ្រោះទាំងអស់ស្ថិតក្នុងស្ថានភាពចុះខ្សោយយ៉ាងខ្លាំងដោយសារខ្វះទឹកសាបអ្នកនៅរស់រានមានជីវិតទាំងនោះបានរៀបរាប់ពីការតស៊ូយ៉ាងស្វិតស្វាញថាបន្ទាប់ពីទូកលិចពួកគេបានខំប្រឹងប្រមូលរបស់របរដែលអាចអណ្ដែតទឹកបានរួចប្រើខ្សែពួរចងកាន់ជ័រនិងដុំស្ពោតភ្ជាប់គ្នាធ្វើជាក្បូនកែច្នៃសម្រាប់តោក្នុងរយៈពេល3ថ្ងៃដែលប្រឈមមុខនឹងរលកយក្សនិងខ្យល់ព្យុះដ៏កាចសាហាវពួកគេអាចបន្តជីវិតបានដោយសារការហូបមីកញ្ចប់ឆៅនិងនំកញ្ចប់បន្តិចបន្តួចដែលពួកគេមានជាប់ខ្លួនលោកមូហាម៉ាត់អារីហ្វអាន់វ៉ាមន្ត្រីជួយសង្គ្រោះក្នុងតំបន់បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាដំបូងឡើយក្រុមអ្នករស់រានមានជីវិតនេះបានអណ្ដែតទឹកជាមួយក្រុមមនុស្សប្រហែល25នាក់ផ្សេងទៀតប៉ុន្តែខ្យល់ព្យុះនិងរលកធំៗបានបោកបក់ធ្វើឲ្យពួកគេត្រូវបែកខ្ញែកចេញពីក្រុមគ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃទី15ខែកក្កដាខណៈទូកដឹកអ្នកដំណើរមួយបានលិចនៅតំបន់សមុទ្រក្បែរកោះសេឡាយ៉ាស្ថិតនៅភាគខាងត្បូងកោះស៊ូឡាវេស៊ីទោះបីជាបញ្ជីឈ្មោះចុះឈ្មោះដំបូងបង្ហាញថាមានអ្នកដំណើរតែ50នាក់ក៏ដោយប៉ុន្តែក្រោយការត្រួតពិនិត្យជាក់ស្ដែងកម្លាំងជួយសង្គ្រោះបានរកឃើញថាមានមនុស្សរហូតដល់78នាក់នៅលើទូកមរណៈនេះនាពេលនេះកិច្ចប្រតិបត្តិការស្វែងរកនិងសង្គ្រោះទ្រង់ទ្រាយធំកំពុងត្រូវបានដំណើរការយ៉ាងមមាញឹកដើម្បីប្រណាំងប្រជែងជាមួយពេលវេលាក្នុងការស្វែងរកអ្នកដែលនៅបន្តបាត់ខ្លួនទូកខ្នាតធំចំនួន5គ្រឿងយន្តហោះល្បាត1គ្រឿងនិងឧទ្ធម្ភាគចក្រ1គ្រឿងត្រូវបានដាក់ពង្រាយដើម្បីស្វែងរកយ៉ាងសកម្មពេញផ្ទៃសមុទ្រជុំវិញកន្លែងកើតហេតុកាលពីខែមករាឆ្នាំ2026កន្លងទៅតំបន់សមុទ្រភាគខាងកើតប្រទេសឥណ្ឌូនេស៊ីក៏ធ្លាប់កើតមានហេតុការណ៍លិចទូកមួយដែលបានឆក់យកជីវិតភ្ញៀវទេសចរជនជាតិអេស្ប៉ាញ3នាក់និងធ្វើឲ្យក្មេងប្រុសអាយុ10ឆ្នាំម្នាក់បាត់ខ្លួនរហូតដល់អាជ្ញាធរត្រូវបង្ខំចិត្តបញ្ឈប់យុទ្ធនាការស្វែងរក